តើបងប្អូនមានដឹងអត់ថាសម្រាប់ថ្មជំនួយឬក៏យើងស្គាល់ថាជា power bank នេះណាមិនមែនអាចយកឡើងលើយន្តហោះគ្រប់ទាំងអស់ទេគឺគេមានចំនួនកំណត់របស់គេហើយសម្រាប់ការ carry on គឺយើងមានចំនួនកំណត់បើ check in គឺគេមិនឲ្យយកមកគ្រប់ទំហំទាំងអស់ថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនថាតើចំនួនប៉ុណ្ណាដែលបងប្អូនអាចយកឡើងបានបាទមូលហេតុដែលខ្ញុំសម្រាប់ធ្វើវីដេអូនេះឡើងក៏ដោយសារតែការពីប្រហែលថ្ងៃមុននេះខាងអាកាសចរថាយ៉ាវ៉េបានបង្ហាញពីចំនួនកម្រិតដែល power bank ដែលគេឲ្យប្រើនៅលើយន្តហោះអញ្ចឹងណាខ្ញុំគិតថាវាជាចំណេះដឹងដ៏ល្អមួយសម្រាប់ចែកម្លែកដល់បងប្អូនយើងដូចគ្នាថ្មជំនួយវាមានច្រើនទំហំប៉ុន្តែទំហំ 32000 មួយឲ្យតែលើហ្នឹងគឺมันអាចប្រើបានទេហើយជាក់ស្ដែងសម្រាប់ទំហំថ្មចន្លោះពី20000រហូតដល់ 32000 អាចប្រើបានសម្រាប់គ្នា2នាក់បើអ្នកមនុស្ស2នាក់ power bank ហ្នឹងមួយប៉ុន្តែបងប្អូនបើខ្ញុំជាអ្នកលក់ខ្ញុំណែនាំហ្មងគឺ 20000 ឬក៏ 10000 អីទៅនិយាយទៅល្មមប្រើកាន់ម្នាក់ឯងបានអត់ញញ៉ាច្រើនប៉ុន្តែសំខាន់ label ឲ្យច្បាស់កុំឲ្យលបកុំឲ្យលុបទៅបានហើយបើ power bank យើងចាស់ពេកក៏គេមិនឲ្យយកដែរថ្មជំនួយជាទូទៅគឺវាមានindicate តាក់ទងជាមួយទំហំថ្មកម្លាំងភ្លើងនៅក្រោយនេះចឹងបងប្អូនរក្សានឹងឲ្យថ្មីល្អកុំឲ្យលុបទៅបានហើយ power bank ចាស់ពេកក៏គេឲ្យយកឡើងដែរសម្រាប់ចងល់បន្ថែមបងប្អូនអាចឆាសួរបានណាបាទចឹងហើយបងប្អូនអានេះក៏ខ្ញុំចង់បញ្ជាក់ដូចគ្នាថាអាកាសចរនីមួយៗគឺមានច្បាប់ខុសៗគ្នាអានេះគ្រាន់តែខ្ញុំលើកជា general ហើយ reference តាម Thai Airways ណាអញ្ចឹងវាអាចខុសគ្នាតិចតួចតោះខុសត្រង់ណាក៏បងប្អូនកុំប្រកាន់ណាអរគុណសម្រាប់ការតាមដាន